សូមជូនរឿងធម្មកថាឈ្មោះកបិលភិក្ខុទោសនៃការនិយាយកាច់មូលព្រះពុទ្ធដីកាក្នុងសាសនាព្រះសម្ពុទ្ធព្រះនាមកាសបៈកាលព្រះអង្គបរិនិព្វានហើយមានត្រកូលមួយនាំគ្នាទៅបួសនៅក្នុងសំណាក់សាវកទាំងឡាយគឺមាតាឈ្មោះសាធនីបានបួសនៅក្នុងសំណាក់ភិក្ខុនីកូនច្បងឈ្មោះសោធនៈនិងកូនបន្ទាប់ឈ្មោះកពិលៈបានបួសក្នុងសំណាក់ភិក្ខុឯប្អូនស្រីមួយរូបទៀតឈ្មោះតាបណ្ណាក៏បានបួសនៅក្នុងសំណាក់ភិក្ខុនីដែរសោធនៈជាបងបួសហើយខំចម្រើនវិបស្សនាកម្មដ្ឋានបានសម្រេចជាព្រះអរហន្តកបិលភិក្ខុជាប្អូនបានរៀនគន្ធធុរៈចេះចប់ប្រត្រៃបិដកចេះទេសនាពីរោគក្បោះក្បាយមានសិស្សគុណបរិវារច្រើនមានលៀបសការៈពូពាសជាអ្នកកើងដោយយុគមានចិត្តស្រវឹងថាអញជាអ្នកប្រាជ្ញជាពហុសូត្រកាលបើលៀបយុគគ្របសង្កត់ខ្លាំងហើយសម្គាល់ថាគ្មាននរណាចេះស្មើនឹងអញក៏និយាយកាច់មូលព្រះពុទ្ធដីកាតាមបំណងរបស់ខ្លួនគឺហ៊ានប្រែត្រឡប់វត្តប្រតិបត្តិដែលមិនគួរថាគួរវិញអំពើមានទោសថាឥតទោសវិញអំពើឥតទោសថាមានទោសវិញមិនតែប៉ុណ្ណោះថែមទាំងប្រើអំណាចស្ដីបន្ទោសជេរប្រតិចពួកភិក្ខុអ្នកមានសិលបរិសុទ្ធទៀតពួកភិក្ខុទាំងឡាយបានប្រាប់រឿងនោះចំពោះព្រះសនទ្ធេជាបងលោកបានហៅកបិលភិក្ខុមករំលឹកដាស់តឿនថាមនាលអវសរកបិលសេចក្តីប្រព្រឹត្តត្រឹមត្រូវរបស់ភិក្ខុដែលមានអានុភាពដោយខ្លួនឯងឈ្មោះថាគំរូល្អប្រសើរបំផុតជាអាយុជីវិតនៃពុទ្ធសាសនាហេតុនេះអ្នកកុំលះបង់វត្តប្រតិបត្តិត្រូវតាមធម៌វិន័យនិងកំណត់វត្តប្រតិបត្តិដែលគួរតាមធម៌វិន័យអ្នកកុំនិយាយយ៉ាងនឹងទៀតកបិលភិក្ខុមិនខ្ចីស្ដាប់ព្រោះអាងលៀបយុគមានសិស្សគុណច្រើនមានគេរាប់អានច្រើនរឹតតែមានមាយាទអាក្រក់ថែមទៀតចំណែកខាងសាធនីភិក្ខុនីជាមាតានិងតាបណាភិក្ខុនីជាប្អូននាំគ្នាកាន់ជើងកបិលភិក្ខុដើម្បីបានផ្គុំផ្កើងដោយសារលៀបយុគរបស់កបិលភិក្ខុលុះទីបំផុតនៃសង្ខារព្រះសោណថេលោកបរិនិព្វានទៅឯកបិលភិក្ខុនិងសាធនីភិក្ខុជាមាតាព្រមទាំងតាពីណាភិក្ខុនីជាប្អូនបានទៅកើតនៅក្នុងនរកអវជ័យឆេះក្នុងនរកនោះអស់ចន្លោះព្រះពុទ្ធមួយព្រះអង្គលុះមកដល់ពុទ្ធកាលនេះកបិលភិក្ខុបានមកប្រកាសផលកម្មតែម្នាក់ឯងគឺបានមកកើតជាត្រីធំមួយឈ្មោះកបិលមច្ឆៈមានសម្បុរដូចមាសនៅក្នុងស្ទឹងអចិរវតីប៉ុន្តែមានមាត់ស្អុយដូចគម្រង់បក់ផ្សាយក្លិនអាក្រក់រាប់រយយោជន៍ព្រោះទូនិយាយមួលបង្កាច់ព្រះពុទ្ធដីកាត្រង់មានសម្បុរល្អព្រោះបានរៀនចេះប្រត្រៃបិដកនិងបានបួសនៅក្នុងព្រះពុទ្ធសាសនាថ្ងៃមួយពួកព្រានប្រម៉ងមងសំណាញ់ចាប់បានត្រីនោះហើយចម្លែកជាងត្រីធម្មតានឹងធំក្លិនស្អុយចេញអំពីមាត់ដោយគម្រង់ក៏ខ្ពើមិនហ៊ានស៊ីនាំយកទៅថ្វាយប្របាទប្រសេនទីកោសលព្រះរាជាឲ្យនាំត្រីនោះទៅវត្តចេតពុនដើម្បីសួរបុព្វកម្មរបស់ត្រីនោះចំពោះព្រះសម្ពុទ្ធក្នុងពេលនោះព្រះសម្ពុទ្ធបាននាំអតីតនិទានរឿងកបិលភិក្ខុខាងលើមកសម្ដែងលុះសម្ដែងចប់ហើយព្រះអង្គសួរផ្ទាល់ចំពោះត្រីនោះដោយពុទ្ធានុភាពថាណែកបិលមច្ឆៈសនថេជាបងរបស់អ្នកឯងទៅកើតនៅក្នុងទីណាត្រីឆ្លើយថាបងរបស់ខ្ញុំព្រះអង្គលោកចូលនិព្វានហើយចុះម្ដាយនិងប្អូនស្រីរបស់អ្នកឯងនៅឯណាក្រាបទូលនៅឯនរកអវជ័យជាមួយទូលបង្គំកបិលមច្ឆៈគ្រាន់តែមកប្រកាសបុព្វកម្មរបស់ខ្លួនក្នុងចំពោះព្រះភ័ក្ត្រព្រះសម្ពុទ្ធដូច្នោះហើយក៏បកក្បាលខ្លួនឯងស្លាប់ទៅកើតនៅក្នុងនរកអវជ័យដូចដើមវិញរឿងនេះចប់តែប៉ុណ្ណេះសូមអនុមោទនា